តែ H1B Visa គឺជាអ្វី H1B Visa គឺជាទឹកតការប្រភេទមិនមែនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យក្រុមហ៊ុននៅសហរដ្ឋអាមេរិកជួលបុគ្គលិកបរទេសឲ្យធ្វើការនៅក្នុងមុខរបរជំនាញពិសេសៗដែលត្រូវការជំនាញនិងចំណេះដឹងឯកទេសគោលបំណងនៃ H1B Visa គឺសម្រាប់ការងារទាំងឡាយណាដែលចាំបាច់យ៉ាងហោចណាស់ត្រូវមានកម្រិតបរិញ្ញាបត្រក្នុងវិស័យជាក់លាក់មួយវិស័យដែលពេញនិយមរួមមាន1បច្ចេកវិទ្យាវិស្វកម្មកុំព្យូទ័រ2វិស្វកម្ម3វិទ្យាសាស្ត្រសុខាភិបាល4ហិរញ្ញវត្ថុគណនេយ្យ5ស្ថាបត្យកម្ម6វិទ្យាសាស្ត្រនិងការស្រាវជ្រាវរយៈពេលឬសុពលភាពទឹកតការនេះគឺការអនុម័តដំបូងរហូតដល់3ឆ្នាំហើយសម័យខ្លួនអាចបន្តបានរហូតដល់អតិបរមា6ឆ្នាំតើអ្នកកាន់វីសា H1B អាចដាក់ពាក្យសុំ Green Card នៅក្នុងសហរដ្ឋអាមេរិកបានដែរឬទេជាទូទៅអ្នកដែលកាន់វីសា H1B ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងសហរដ្ឋអាមេរិកនិងដាក់ពាក្យសុំ Green Card តាមរយៈដំណើរការមួយដែលហៅថា Adjustment of Status Visa H1B ត្រូវបានចាត់ទុកថាជាវីសាប្រភេទ Dual Intent មានន័យថាមនុស្សម្នាក់អាចធ្វើការបណ្ដោះអាសន្នដោយស្របច្បាប់នៅសហរដ្ឋអាមេរិកខណៈពេលដែលក៏មានបំណងក្លាយជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ផងដែរបើសិនយោងតាមការវិភាគផ្នែកច្បាប់និងការពិភាក្សាថ្មីៗនេះអំពីបញ្ហាអន្តោប្រវេសន៍ជាច្រើនបានបញ្ជាក់ថាយន្តការថ្មីពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump លើរឿង Green Card នេះគឺថាប្រភេទ Visa Dual Intent ឬ H1B Visa នេះមានលក្ខណៈពិសេសដោយសារលក្ខណៈបែបនេះហើយទើបមេធាវីជាច្រើនជឿថាអ្នកកាន់ Visa H1B អាចនៅមានអំណះអំណាងរឹងមាំខ្លាំងជាងអ្នកកាន់ Visa ទេសចរ Visa សិស្សឬ Visa ផ្សេងៗដែលមិនមែនជា Dual Intent ពីខ្ញុំបាទវឌ្ឍនៈបើសិនជាលោកអ្នកចង់ទទួលបានព័ត៌មានសំខាន់នៅលើសកលលោកជាចំណេះដឹងបទវិភាគនយោបាយសេដ្ឋកិច្ចផ្សេងសូមកុំភ្លេច scan QR នេះរួចសូមជួយ like និង subscribe សូមអរគុណ